ជាសង្សារបានត្រឹមតែ5ថ្ងៃខលទៅចរណៃអូនលែងទទួលទូរស័ព្ទមីសេចក៏អូនមិនឆ្លើយតបប្រាប់មកមានរឿងអ្វីស្កាត់មកជួបអូនព្រោះចង់ដឹងការពិតថាតើក្នុងចិត្តកំពុងគិតអ្វីពេលនេះបានជាភ្លេចបងមនុស្សពិសេសលែងខ្វល់បងជាសង្សារស្ទើរតែមិនជឿគ្រប់យ៉ាងដែលបងបានឃើញពេលនេះកែភ្នែកជួលឆេះពោពេញទៅដោយទឹកភ្នែកអូនតាក់ទងនឹងគេដោយគ្មានឆ្លើយពាក្យបែកប្រាប់បងចែកបេះដូងទាំងបងមិនដឹងអូនថា5ថ្ងៃកន្លងទុកបងជាសង្សារមែនប៉ុន្តែគ្រាន់ជាសង្សារកំដរអារម្មណ៍ព្រោះពេលនោះអូនគ្មានអ្នកដែលនៅក្បែរមើលថែមុំពេលនេះគេត្រឡប់ជួបជុំទាត់បងចោជាសង្សារបានត្រឹមតែ5ថ្ងៃខលទៅចរណៃអូនលែងទទួលទូរស័ព្ទមីសេចក៏អូនមិនឆ្លើយតបប្រាប់មកមានរឿងអ្វីស្កាត់មកជួបអូនព្រោះចង់ដឹងការពិតថាតើក្នុងចិត្តកំពុងគិតអ្វីពេលនេះបានជាភ្លេចបងមនុស្សពិសេសលែងខ្វល់បងជាសង្សារស្ទើរតែមិនជឿគ្រប់យ៉ាងដែលបងបានឃើញពេលនេះកែភ្នែកជួលឆេះពោពេញទៅដោយទឹកភ្នែកអូនតាក់ទងនឹងគេដោយគ្មានឆ្លើយពាក្យបែកប្រាប់បងចែកបេះដូងទាំងបងមិនដឹងអូនថា5ថ្ងៃកន្លងទុកបងជាសង្សារមែនប៉ុន្តែគ្រាន់ជាសង្សារកំដរអារម្មណ៍ព្រោះពេលនោះអូនគ្មានអ្នកដែលនៅក្បែរមើលថែមុំពេលនេះគេត្រឡប់ជួបជុំទាត់បងចោស្ទើរតែមិនជឿគ្រប់យ៉ាងដែលបងបានឃើញពេលនេះកែភ្នែកជួលឆេះពោពេញទៅដោយទឹកភ្នែកអូនតាក់ទងនឹងគេដោយគ្មានឆ្លើយពាក្យបែកប្រាប់បងចែកបេះដូងទាំងបងមិនដឹងអូនថា5ថ្ងៃកន្លងទុកបងជាសង្សារមែនប៉ុន្តែគ្រាន់ជាសង្សារកំដរអារម្មណ៍ព្រោះពេលនោះអូនគ្មានអ្នកដែលនៅក្បែរមើលថែមុំពេលនេះគេត្រឡប់ជួបជុំទាត់បងចោ